បងប្អូនឃើញតាហ៊ាននេះគឺជាតាហ៊ានថៃណាបងប្អូនហើយអ្នកដែលនៅក្នុងទឹកដីប្រាសាទតាមាន់ក៏ជាជនជាតិថៃដែរបើនិយាយឲ្យចំទៅនៅក្នុងពេលនេះគឺតាហ៊ានខ្មែរក៏មានតាហ៊ានថៃក៏មានហើយប្រជាជនខ្មែរក៏អាចឡើងទៅទស្សនានៅក្នុងប្រាសាទតាមាន់នឹងបានប្រជាជនថៃក៏អាចឡើងទៅទស្សនានៅក្នុងប្រាសាទតាមាន់នឹងបានដូចគ្នាបាទបងប្អូនណាហើយនេះគឺជាទស្សនវិជ្ជានៅពីលើប្រាសាទដែលខ្ញុំថតពីលើចុះទៅក្រោមណាបងប្អូនបាទហើយនៅពេលហ្នឹងខ្ញុំចង់ថាចង់រៀបរាប់ភ្លាមឲ្យបងប្អូនបានដែរក៏ប៉ុន្តែថៃគាត់បានចាក់ចម្រៀងថៃណាបានចាក់ចម្រៀងជាភាសាថៃរបស់គេហ្នឹងក្រាំងខ្ញុំក៏អត់និយាយទេខ្ញុំបានតែមកថតហើយឃើញម្នាក់ដែលឈរមិញហ្នឹងគឺគាត់និយាយភាសាថៃណាបងប្អូនបាទប៉ុន្តែមិនបញ្ហាទេយើងក៏ឡើងគេក៏ឡើងហើយរឿងផ្សេងទៀតគឺទុកជូនឲ្យរដ្ឋាភិបាលទាំងពីរក៏ដោះស្រាយទៅចោះហើយយើងគ្រាន់តែថាសម្រាប់យើងគឺយើងគ្រប់គ្រងខ្មែរគ្នាឯងដាច់ខាត់ 100% ណាបងប្អូនណាបាទឥឡូវយើងងាកមកផ្ទាំងសិលារបស់យើងវិញម្ដងបាទនេះគឺជារូបជើងតម្រលឹងឥសូរគឺជាយោនីនឹងអាម៉ាណាបងប្អូនបាទឥឡូវយើងងាកមកតាមប្រឡោះនេះដូចស៊ុំរូបថតហ្នឹងបងប្អូនអើយស្អាតមែនតែនបាទតោះឥឡូវបងប្អូនឃើញប្រឡោះពីរនេះហ៎បាទអានេះខ្ញុំគិតថាគឺគេដាក់សម្រាប់ជាដាក់ដែកឬក៏ដាក់អីដើម្បីងាយស្រួលយើងលើកណាបងប្អូនបាទបុព្វបុរសខ្មែរយើងគឺបកកែគិតបកកែច្នៃប្រឌិតមែនតើណាបងប្អូនអូខេឥឡូវយើងងាកមកខាងនេះបន្តិចបាទយើងចេញពីប្រឡោះមកយើងងាកមកផ្ទៃទាំងមូលងាកមកបរិវេណនៃប្រាសាទតាមាន់ណាយើងឃើញថាមានថ្មជាច្រើនដែលត្រូវបានគេដាក់តម្រៀបគ្នាជាជួរអត់ទាន់បានមានការរៀបចំនៅឡើយខ្លាយក្រៃលោថាជួនកាលទៅអាចថារៀបចំមិនទាន់ហើយឬក៏រៀបចំមិនទាន់ត្រូវបាទបងប្អូនណាអូខេខ្ញុំនិយាយមែនទេណាបងប្អូនខ្ញុំឡើងទៅដល់ហ្នឹងគឺខ្ញុំមានអារម្មណ៍មួយថាអូយរំភើបផងក្តុកក្តួលផងខ្ញុំឲ្យអារម្មណ៍ហ្នឹងខ្ញុំឲ្យអត់ចង់ត្រូវទេណាបងប្អូនបាទហើយទៅឃើញអ្នកនិយាយភាសាខ្មែរក៏មានអ្នកនិយាយភាសាថៃក៏មានបាទហើយអ្នកថតនេះសិតតែអ្នកនិយាយភាសាមានថៃនេះបងប្អូនឃើញទេនេះគឺជាធានថៃណាបងប្អូនបាទហើយខ្ញុំក៏មិនថតគេយូរដែរធ្វើម៉េចទេយើងថតគេថតយើងណែទៅវិញទៅមកណាបងប្អូនបាទហើយយើងឃើញថាអូខេតោះយើងទៅមុខទៀតអូខេបងប្អូនឃើញទេឃើញចម្លាក់នៅប្រាសាទនេះបងប្អូនអូយល្អិតស្អាតមែនតែនខ្ញុំមានអារម្មណ៍មួយថាប្រាសាទនេះគឺគួរឲ្យទៅសើខ្លាំងមែនទេណាបងប្អូនហើយមើលចម្លាក់នៅស្អាតច្រើនណាបងប្អូនណាហើយខ្ញុំឃើញមានកន្លែងខ្លះវាមានបាក់បែកដែរក៏ប៉ុន្តែសំណាបាក់បែកហ្នឹងហាក់ដូចជាមិនមែននៅសុបបាក់បែកទេបងប្អូនដូចកន្លែងនេះអញ្ចឹងណាដូចកន្លែងរូបអប្សរាអញ្ចឹងខ្ញុំសង្ស័យថាដោយសារតែមានសង្គ្រាមមានការបាញ់កាភ្លើងទៅមកចេះចុះអញ្ចឹងណាទើបបានមានការបាក់បែកខូចខាតច្រើនដល់ម្លឹងណាបងប្អូនអូខេអានឹងតាមការសន្និដ្ឋានរបស់ខ្ញុំឯណាហើយក្រែងលោវាមានបញ្ហាផ្សេងទៀតវាជារឿងផ្សេងទៅចុះបាទអធិស្ឋានធ្វើម៉េចខ្ញុំវានេះគ្រាន់តែជាការសន្និដ្ឋានទេបងប្អូនអូខេបងប្អូនយើងឃើញថាប្រជាជនច្រើនមែនទែនទៅទស្សនាហ្នឹងណាបាទអូយបងប្អូនហើយចម្លាក់ល្អិតស្អាតណាស់ខ្ញុំមិនសរសើរមិនបានទេបងប្អូនអើយជក់មាត់បងប្អូនណាហើយយើងឃើញថាចម្លាក់នឹងក្បាច់អីគេបងប្អូនណាដឹងទេមើលទៅអានេះអាចតំណជារចនាបថបន្ទាយស្រីឬក៏យ៉ាងណាបងប្អូនអធិស្ឋានខ្ញុំអត់សូវប្រកែកខាងបុរាណវិទូផងណានេះឲ្យបងប្អូនឃើញរូបនេះជារូបអីដែរនេះនៅតាមជញ្ជាំងនេះខ្ញុំគិតថានេះគឺជារូបនរសង្ឃតាមមើលបាទអធិស្ឋានខ្ញុំគិតទេណាបាទអូខេហើយកន្លែងនេះចម្លាក់នេះក៏ស្អាតដែរបងប្អូនហើយយើងឃើញថាសនាមបាក់បែកនេះខ្ញុំនៅតែគិតថាគឺមកអំពីមានការបាញ់គ្នាបាទខ្ញុំសង្ស័យណាមេតាជាស្រ័យអូហើយនេះបងស្រីនេះគាត់ជាជនជាតិខ្មែរទេបាទអូខេយើងឃើញថាមានព្រះសង្ឃមានអី
ច្រើនគាត់បានទៅជួយគ្រប់គ្រងទៅដល់បងប្អូនកងទ័ពខ្មែរយើងណាសូមជូនពរបងប្អូនកងទ័ពខ្មែរយើងបានសុខសប្បាយជោគជ័យបាទក្នុងការការពារទឹកដីខ្មែរបាទសូមជូនពរអស់ពីចិត្តណាបងប្អូនអូខេឥឡូវខ្ញុំសាកល្បងទៅខាងនោះទៀតមើលចូលបងប្អូនចូលតោះតើទៅដល់ហ្នឹងយើងឃើញមានអីខ្លះតោះឥឡូវទៅដល់ហ្នឹងយើងខ្ញុំបានធ្វើការបត់ស្ដាមតិចយើងឃើញថានៅតាមជួរនេះគឺជាផ្លូវណាបងប្អូនមើលទៅលយមែនតែនបាទហើយបងស្រីម្នាក់នេះក៏គឺជាជនជាតិខ្មែរទេបាទគាត់បានទៅថតធ្វើដូចជាសុំរូបថតអីចឹងណាបាទហើយនៅខាងនោះគឺជាទាហានថៃណាបងប្អូនប៉ុន្តែខ្ញុំអត់ហ៊ានទៅក្បែរគេទេមិនមែនមានថានៅទីនោះវាដូចជាព្រំបដែព្រំបតូននៃបញ្ចាំងភាសាទៅហើយមិនថាយើងខ្លាចគេដល់ថ្នាក់អីណាដោយសារយើងជាព្រំបតូនទៅហើយយើងគឺមើលពីហ្នឹងវាឃើញទៅហើយអញ្ចឹងណាហើយយើងស្តុបត្រឹមហ្នឹងចោះយើងងាកមករកមើលប្រាសាទរបស់យើងវិញថាតើរចនាបថតើចម្លាក់ហ្នឹងវានៅល្អប៉ុណ្ណាវាខូចខាតប៉ុណ្ណាអញ្ចឹងណាបងប្អូនបាទខ្ញុំមានក្តីរំភើបមែនទែននៅពេលដែលខ្ញុំបានឡើងទៅដល់ប្រាសាទតាម៉ុននេះណាបងប្អូនគឺតាម៉ុនធំបាទអូបងប្អូនហើយកន្លែងខ្លះខូចខាតជាទម្ងន់បាទខូចខាតខ្លាំងកន្លែងខ្លះមើលទៅគឺនៅល្អអ្វីដែលខ្ញុំនៅតែមិនអាចមិនសរសើរមិនបាននោះគឺមិនសរសើរមិនបានណាគឺនៅចម្លាក់គឺល្អិតស្អាតមែនតើហ្មងខ្ញុំនៅតែសរសើរមិនចាញ់ភាសាបន្ទាយស្រីទេណាបងប្អូនបាទខ្ញុំធានាបងប្អូនដែលមិនទាន់បានទស្សនាភាសាតាម៉ុនអូខេឥឡូវនេះគឺយើងនៅអាចមានការចរចាអាចឡើងបានណាអាចឡើងខ្មែរក៏ឡើងបានថៃក៏ឡើងបានអូខេយើងទុកចិត្តលើរដ្ឋាភិបាលទាំងពីរឲ្យគាត់ធ្វើការចោះប៉ុន្តែគណៈពេលនេះយើងគេទៅគេគឺគេយើងគឺយើងធ្វើមិនយើងចូលទស្សនាយើងកុំសន្សំរឿងហើយក៏កុំឲ្យគេសន្សំរឿងដែរមានថាធ្វើអីដែរយើងមិនបាច់តំណមអាមុនទេបាទសូមមេត្តាជាស្រ័យយើងដើម្បីថាយើងជាបុគ្គលដែលគេហៅថាមានចិត្តនឹងណដែរបាទយើងមិនមែនជាបុគ្គលដែលឈ្លានពានទេគេរើរឿងយើងមុនគឺវាជាអ្នកឈ្លានពានកំណត់ខ្ញុំទេណាបងប្អូនបើខុសសូមមេត្តាជាស្រ័យសូមមេត្តាកែប្រែបាទអរគុណច្រើនបងប្អូននេះជាវីដេអូទី2ណាបងប្អូនជម្រាបលា